តើអ្នកទាំងអស់គ្នាដែលឃើញអេលៀនដែរឬទេចម្លើយភាគច្រើននោះគឺមិនដែលឃើញទេមែនទេហើយក្នុងវីដេអូនេះខ្ញុំនឹងធ្វើការប្រមាញ់ស្វែងរកអេលៀនកាលពីខ្ញុំនៅក្មេងពេលនោះខ្ញុំបានរត់លេងហើយក៏បានឃើញពន្លឺចម្លែកហោះនៅលើមេឃវាគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនត្រឡប់មកកាន់បច្ចុប្បន្នកាលវិញយើងមិនអាចធ្វើការស្វែងរកអេលៀនបានទេដោយសារតែឥឡូវនេះគឺពេលថ្ងៃមែនអត់យើងចាំឲ្យមេឃងងឹតសិនឥឡូវនេះគឺមេឃងងឹតហើយអ្នកទាំងអស់គ្នាតោះយើងទៅប្រមាញ់អេលៀនខំប្រឹងរកយ៉ាងណាក៏រកមិនឃើញដែរហើយមេឃក៏ស្ងាត់ជាងទៀតពលឺអីគេហ្នឹង